ជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនពីរបៀបដំឡើងឬក៏ update driver របស់ GPU ប្រភេទ NVIDIA ការដំឡើងឬក៏ update driver នេះគឺវាជួយឲ្យ GPU របស់យើងហ្នឹងវាធំហើយវាស្គាល់ជាមួយ Windows ហើយដំណើរការបានល្អក្នុងករណីខ្លះវាដំណើរការមួយចំនួនវាបានល្អហើយប៉ុន្តែដល់ពេលវាធ្វើការធ្ងន់តាក់ទងជាមួយ tool តាក់ទងជាមួយការកាត់តតាក់ទងជាមួយអីហ្នឹងវាធ្វើការអត់សូវបានល្អអញ្ចឹងទៅ GPU យើងធ្វើការអត់អស់លទ្ធភាពទេទោះបីជាយើងមាន GPU ធំក៏ដោយអញ្ចឹងការដំឡើង driver នេះគឺវាសំខាន់ហើយយើងធ្វើនៅពេលដែលយើងឈប់ Windows ហើយយើងប្រើ Windows យូរៗទៅសង្កេតឃើញថាកុំព្យូទ័រយើងធ្វើការអត់សូវបានល្អក៏យើងមកត្រឡប់មកឡើងឬក៏ update ឡើងវិញអញ្ចឹងទៅអញ្ចឹងក្នុងករណីនេះខ្ញុំបង្ហាញបងប្អូនពី NVIDIA ព្រោះវាតាក់ទងជាមួយនឹង tool របស់យើងដែរនៅក្នុង program គឺយើងអាចឲ្យវាទាញ GPU យកមកប្រើនៅពេលដែលដំណើរការដើម្បីឲ្យ CPU សម្រាកបានខ្លះហើយនៅក្នុងSnap Key ក៏ដូចគ្នានៅពេលដែលយើងធ្វើការ download ឬក៏ធ្វើការ convert គឺយើងមានកន្លែង enable GPU acceleration បានថាយើងទាញកម្លាំង GPU យកមកប្រើឲ្យពេញតែម្ដងក្នុងករណីនេះបើយើងដក tick ឬក៏ GPU យើង driver វាអត់ដើរគឺវានឹងប្រើទៅលើ CPU សុទ្ធអញ្ចឹងធ្វើឲ្យកុំព្យូទ័រយើងវារៀងតឹងនៅលើ CPU អញ្ចឹងយើងជាប្រើប្រាស់កន្លែងណាដែលតាក់ទង GPU គឺយើងតម្លាក់ឲ្យ GPU អ្នកធ្វើអញ្ចឹងទៅអញ្ចឹងខ្ញុំបង្ហាញបងប្អូនពីរបៀបតម្លើងបងប្អូនចូលមកក្នុង website របស់ Bob ហើយបងប្អូនចូលកន្លែង more នេះបងប្អូនចូលកន្លែង PC បងប្អូនចូលកន្លែង driver មកឃើញហើយប្រភេទ NVIDIA ហើយនិងប្រភេទ AMD អញ្ចឹងខ្ញុំបង្ហាញបងប្អូនប្រភេទ NVIDIA សិនទី1បងប្អូនគឺត្រូវឆែក GPU របស់បងប្អូនខ្លួនឯងសិនថា GPU ប្រភេទអីអញ្ចឹងយើងចូលមកក្នុង Task Manager មកបងប្អូនចូលកន្លែង Performance ហើយបងប្អូនរកកន្លែង GPU នេះអញ្ចឹងយើងមើល CPU RAM របស់យើងឲ្យបានហើយយើងចូលមកកន្លែង GPU បងប្អូនមាន GPU 2អញ្ចឹងបងប្អូនចុចមើលគ្រប់ទៅហើយយើងមើលកន្លែងនេះ NVIDIA GeForce RTX 2060 Super អញ្ចឹងយើងបានឈ្មោះប៉ុណ្ណឹងយើងចាំទុកហើយយើងចូលទៅរកនៅក្នុង website របស់ NVIDIA អញ្ចឹងបងប្អូនចូលកន្លែងនេះបងប្អូនសេច Google ក៏បានដែរ NVIDIA driver ឬក៏ចូលតាម link ខ្ញុំដាក់ឲ្យនេះមកដល់កន្លែង link នេះគឺបងប្អូនត្រូវ search ហើយអញ្ចឹង product របស់យើងហ្នឹងគឺប្រភេទ GeForce អញ្ចឹងប្រភេទ RTX ប្រភេទ GTX អីហ្នឹងគឺប្រភេទ GeForce ហើយបើវាមានដាក់ថា Titan បងប្អូនយក Titan ទៅបើបងប្អូនឃើញវាកតុយ Quadro ឬក៏ Tesla បងប្អូនយកតាមហ្នឹងទៅអញ្ចឹងខ្ញុំឧទាហរណ៍របស់ខ្ញុំនេះគឺជាប្រភេទ GeForce នេះយើងមើលពាក្យ GeForce ណាហើយបន្ទាប់មកយើងរើសអញ្ចឹងប្រភេទ notebook គឺសម្រាប់ laptop ហើយបើសិនជាបងប្អូនប្រើ PC ដូចខ្ញុំគឺយើងប្រើប្រភេទដែលអត់មាន notebook នៅកតុយអញ្ចឹងខ្ញុំគឺ2060អញ្ចឹងវាក្បាល20គឺជាក្បាល20 series ហើយបន្ទាប់មកទៀតខ្ញុំរើសយក GeForce RTX 2060 Super ទៅតាមឈ្មោះរបស់ខ្ញុំ RTX 2060 Super ឲ្យដូចគ្នាមកហើយ Windows បើយើងប្រើ Windows 10 ដាក់ 10របស់ខ្ញុំជាក់ស្ដែង11អញ្ចឹងខ្ញុំប្រើ Windows 11ហើយបន្ទាប់មកយើងចុចពាក្យថា Find ណាអញ្ចឹងវាត្រូវការពេលមកបន្តិចហើយវា load ទៅបន្ទាប់យើងហើយនៅកន្លែងនេះក៏សំខាន់ដែរអញ្ចឹងនៅពេលដែលវាធ្វើការ search ឲ្យយើងវានឹងឲ្យយើងពីរប្រភេទជាប្រភេទ gaming ready ឬក៏ studio driver អញ្ចឹងអាស្រ័យលើកុំព្យូទ័របងប្អូនបើសិនជាបងប្អូនប្រើ tool បងប្អូនធ្វើការទៅលើការ download ការកាត់តវីដេអូ tool ដូចបប RAM អីច្រើនបងប្អូនប្រើ studio driver បើក្នុងករណីបងប្អូនយកទៅប្រើតាលេង game ហើយនឹងកាត់វីដេអូសម្រាប់ game live ចុះ live ឡើងទេបងប្អូនប្រើ gaming អញ្ចឹងក្នុងករណីនេះគឺយើងយកមកប្រើការងារ MMO របស់យើងនឹងប្រើ driver របស់ studio អញ្ចឹងយើងចុចកន្លែង view មកដើម្បីយើងទៅ downloadមកដល់កន្លែងនេះវានឹងឲ្យយើង download អីអញ្ចឹងយើងមើល driver យើងមកអីអញ្ចឹងមក download ចិត្តមួយជីអញ្ចឹងយើងចុចពាក្យថា download មកណាអញ្ចឹងវា load ឲ្យយើង download យើងត្រូវរងចាំវារហូតដល់វា download ចប់បន្ទាប់ពីធ្វើការ download ចប់ហើយយើងនឹងធ្វើការបើកវាបើសិនជាបងប្អូនអត់មានកន្លែងបើកដូចខ្ញុំទេបងប្អូនចូលទៅរក file ហ្នឹងហើយបើកទៅហើយបន្ទាប់មកយើងនឹងធ្វើការចុច OK next OK ហើយដល់ពេលយើងដំឡើងយើងអត់មានត្រូវធ្វើអីទៀតទេយើងបិទ browser បានយើងនឹងធ្វើការដំឡើងតាមសម្រួលតាមហ្នឹងទៅបន្ទាប់មកវានឹងធ្វើការសួរយើងថាយើងចង់ដំឡើងរបៀបម៉េចសម្រាប់ខ្ញុំផ្ទាល់ខ្ញុំអត់ចូលចិត្តប្រើ NVIDIA app ទេព្រោះពេលខ្លះវា load ចុះ load ឡើងខ្ញុំចូលចិត្តប្រើតែ driver តែម្ដងគឺសម្រាប់ឲ្យតែ
GPU របស់ខ្ញុំដើរជាមួយ computer គឺអូខេហើយអញ្ចឹងខ្ញុំនឹងជ្រើសរើសយក graphic driver បងប្អូនយកឥឡូវក៏បានគ្រាន់តែវាជាប់ app មកជាមួយមួយទៀតហើយខ្ញុំយក agree continue ហើយយើងយក custom បងប្អូនកុំយក express ណា custom មាន option មួយនៅខាងមុខយើងចុច next មកវាមានកន្លែង perform a clean install ក្នុងករណីមួយដែល driver ចាស់របស់យើងវាមានហើយប៉ុន្តែវាធ្វើការឡើងសូវល្អយើងចង់តម្លើង driver ថ្មីគឺឲ្យថ្មីសុទ្ធតែម្ដងគឺយើងធ្វើការ clean install បានថាលុបអាចាស់ចោលអស់តម្លើងតែអាថ្មីដែលយើងកំពុងចុចនេះទេអញ្ចឹងវាមាន option មួយកន្លែងហ្នឹងហើយយើងចុច next មកហើយទុកឲ្យវាធ្វើការតម្លើង driver របស់ NVIDIA វារៀងយូរដោយសារវាធ្វើការច្រើនហើយកំឡុងពេលដែលធ្វើការបងប្អូននឹងឃើញអាការៈរបស់ computer ពេលខ្លះអេក្រង់ដូរពណ៌លោតធំតូចភ្លឹបផ្លែតអីចឹងទៅមិនបាច់បារម្ភទេវាជាការដំឡើង driver ដំណើរការរបស់វាទេអញ្ចឹងយើងទុកឲ្យវាដំឡើងរហូតដល់ចប់ហើយយើង restart computer មួយគឺយើងអាចប្រើបានហើយអត់មាន